អង្គការ UN Habitat ប្រចាំនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិកបានប្រគល់ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុស្ថិតនៅភូមិកំពង់ចិនឃុំទឹកល្អក់ស្រុកព្រៃនប់នៃខេត្តព្រះសីហនុចំនួន7ក្នុងផ្ទះពិធីប្រគល់ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅក្នុងភូមិកំពង់ចិនឃុំទឹកល្អក់ស្រុកព្រៃនប់ខេត្តព្រះសីហនុនារសៀលថ្ងៃច័ន្ទទី27ខែតុលាឆ្នាំ2025ដោយក្រុមការអញ្ជើញជាគណៈអធិបតីពីអាដាមម៉ាំងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអាដាមគៀវសុវុធីអនុរដ្ឋលេខាធិការក្រសួងបរិស្ថាននិងលោកស្រីអូឌីសៀអាន់ជេឡូបារីសូប្រធានកម្មវិធីអង្គការ UN Habitat ប្រចាំនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិកជាមួយគ្នានោះផងដែរក៏មានការចូលរួមពីលោកឡុងឌីម៉ង់អភិបាលរងខេត្តនិងលោកអ៊ីធីរិនអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ព្រមទាំងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធបងប្អូនប្រជាពលរដ្ឋផងដែរជាមួយគ្នានោះលោកអ៊ីធីរិនអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់បានអាននៅរបាយការណ៍សង្ខេបពីភូមិសាស្ត្រនិងអាកាសធាតុប្រែប្រួលរបស់ស្រុកព្រៃនប់ដែលជួបប្រទះនាពេលកន្លងមកដោយមើលឃើញរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពីស្ថានភាពរងគ្រោះដោយសារខ្យល់កន្ត្រាក់ដូចនេះហើយក៏បានគៀងគររុកសប្បុរសធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅក្នុងស្រុកព្រៃនប់ជួបនៅគ្រោះធម្មជាតិហើយមកដល់ថ្ងៃនេះអង្គការ UN Habitat ប្រចាំនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិកបានប្រគល់ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះហើយឆ្លៀតនៅក្នុងឱកាសនោះដែរលោកស្រីអូឌីសៀអាជីឡូបារីសូប្រធានកម្មវិធីអង្គការ UN Habitat ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកសូមអបអរសាទរចំពោះប្រជាពលរដ្ឋដែលទទួលបានផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុនៅស្រុកព្រៃនប់ចំនួន11គ្រួសារដោយផ្ទះទាំងនេះមិនមែនជាសំណង់ធម្មតានោះទេហើយយើងបានរចនាគិតគូរពីភាពធន់នឹងអាកាសធាតុភ្ជាប់ជាមួយនឹងគ្រឿងបរិក្ខារមួយចំនួនជួយកាត់បន្ថយកម្ដៅក្នុងផ្ទះហើយផ្ទះនេះផ្ដល់ផាសុកភាពក្នុងអំឡុងព្យុះនិងទឹកជំនន់មិនឲ្យមានការភ័យខ្លាចនោះទេដោយទាំងអស់នេះជាការសហការពីអាជ្ញាធរមូលដ្ឋានអាជ្ញាធរស្រុកខេត្តជាកត្តាជំរុញភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុការចូលរួមរបស់អាដាមលោកស្រីជាភាពជោគជ័យនៃគម្រោង UN Habitat បន្តកិច្ចសន្ទនាដោះស្រាយលំនៅឋានសមរម្យជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សសម្រាប់គ្រប់គ្នានិងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុយើងមានមោទនភាពដោយការចូលរួមរបស់សហគមន៍ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលធានាការអនុវត្តប្រកបដោយគុណភាពឆ្នាំនេះក្នុងទិវាលំនៅឋានពិភពលោកដើម្បីឆ្លើយតបទៅនឹងវិបត្តិផ្សេងៗដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុព្រោះលំនៅឋានជាសេចក្តីសង្ឃឹមរបស់មនុស្សជាតិគ្រប់រូបអាដាមគៀវសុវុធីអនុរដ្ឋលេខាធិការក្រសួងបរិស្ថានដោយក្នុងនាមជារដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងការដាក់សម្ពោធលំនៅឋានមួយសមរម្យសម្រាប់ស្រុកព្រៃនប់ក្នុងឃុំចំនួន3ដែលបានទទួលលំនៅឋានបែបនេះក្រោមកិច្ចសហប្រតិបត្តិការក្រសួងស្ថាប័ននិងអង្គការសហប្រជាជាតិ UN Habitat ដោយមានការជួយសម្របសម្រួលពីអាជ្ញាធរឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់ស្រុកព្រៃនប់ព្រោះស្រុកព្រៃនប់ទទួលរងផលប៉ះពាល់ខ្យល់កន្ត្រាក់រៀងរាល់ឆ្នាំជាពិសេសនៅរដូវរំហើយដូចនេះហើយក្រសួងបរិស្ថានសហការជាមួយនឹងអង្គការសហប្រជាជាតិបានធ្វើការជាមួយអាជ្ញាធរស្រុកព្រៃនប់ដោយផ្ដោតសំខាន់ទៅលើឃុំចំនួន3ដែលមានចំនួន11ក្នុងផ្ទះដោយមានបរិស្ថានល្អកាត់បន្ថយកម្ដៅជួយដល់វិស័យបរិស្ថានហើយក្នុងការប្រគល់ផ្ទះជូនប្រជាពលរដ្ឋនាពេលនេះគឺគោលបំណងបង្ហាញគំរូផ្ទះថ្មីរីកសាយភាយទៅតំបន់ផ្សេងៗទៀតដែលរងផលប៉ះពាល់និងការផ្សព្វផ្សាយគំរូផ្ទះនេះទៅតំបន់ផ្សេងៗទៀតក្នុងការរៀបចំលំនៅឋានស្របទៅនឹងស្ថានភាពក្រុមគ្រួសារមានពិការភាពសូមបងប្អូនត្រូវថែរក្សាទាំងពីអនាម័យបរិស្ថានដោយក្នុងនោះផងដែរអាដាមម៉ាំងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងក្នុងពិធីប្រគល់ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុក្រោមគម្រោងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចតំបន់លំនៅឋានឆ្នេរសមុទ្រនៃប្រទេសកម្ពុជា CCA4CS នៅក្នុងស្រុកព្រៃនប់ដែលប្រគល់ជូនដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន3រួមមានឃុំទឹកថ្លាឃុំទឹកល្អក់និងឃុំសាមគ្គីហើយហេតុអ្វីមិនជ្រើសយកប្រជាពលរដ្ឋក្នុងឃុំផ្សេងៗទៀតដោយសារឃុំទាំង3នេះស្ថិតនៅក្នុងតំបន់ឆកកំពង់សោមជាមុខខ្យល់បក់មកពីទិសនិរតីងាយរងឥទ្ធិពលគ្រោះមហន្តរាយធម្មជាតិដូចជាខ្យល់ព្យុះខ្យល់កន្ត្រាក់និងគ្រោះរាំងស្ងួតនៅរដូវប្រាំងជាដើមដូចនេះហើយប្រជាពលរដ្ឋពឹងផ្អែកទៅលើធនធានធម្មជាតិដូចជាការនេសាទការចិញ្ចឹមត្រីនិងការរកស៊ីតាមសមុទ្រដូច្នេះរាល់ការប្រែប្រួល
លអាកាសធាតុឬក៏គ្រោះមហន្តរាយនាំឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ចំពោះផ្ទះដែលប្រគល់នាពេលនេះមានសោភ័ណភាពដែលបានកិត្តគូគ្រប់ជ្រុងជ្រោយរបស់អង្គការសហប្រជាជាតិនៅក្នុងស្រុកព្រៃនប់ព្រមទាំងជួយកាត់បន្ថយភាពក្រីក្រហើយផ្ទះនេះផ្ដល់ជូនគ្រួសារជួបការលំបាកពិការភាពគឺជានិមិត្តរូបរបស់អង្គការសហប្រជាជាតិជាមួយនឹងប្រជាពលរដ្ឋខេត្តព្រះសីហនុព្រោះតំបន់នេះមានខ្យល់កន្ត្រាក់សង្ឃឹមថាឆ្នាំនេះនឹងមិនមានខ្យល់កន្ត្រាក់នៅតំបន់របស់យើងទៀតទេឬក៏ប្រទេសកម្ពុជាទាំងមូលនេះឱកាសនោះផងដែរអាដាមម៉ាំងស៊ីណេតអភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានដាក់ចេញគោលនយោបាយបញ្ញកោណដំណាក់កាលទី1ដោយផ្ដោតសំខាន់ទៅលើមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាហើយសមិទ្ធផលនាថ្ងៃនេះយើងបានសម្ពោធលូរំដោះទឹកភ្លៀងប្រវែងជាង2គីឡូម៉ែត្រនៅឃុំវារិញនិងប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន7ខ្នងក្នុងចំណោម11ខ្នងនៅឃុំទឹកថ្លាស្រុកព្រៃនប់ក្នុងនោះដែរអាដាមអភិបាលខេត្តព្រះសីហនុសង្ឃឹមថាលោកស្រីតំណាងអង្គការសហប្រជាជាតិ UN Habitat នឹងជួយប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់នៃខេត្តព្រះសីហនុជាបន្តទៀត